សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានកន្លឹះមួយសម្រាប់ចែករំលែកដល់អ្នកទាំងអស់គ្នាអំពីការមេតូតនៅក្នុងការរាប់ប្រវែងខ្សែភ្លើងហើយជាមួយនឹងការរាប់ចំនួន quantity យើងបានមានន័យថាអ្នកទាំងអស់គ្នាប្រកាសជាបានឃើញហើយនៅក្នុងការចែករំលែករបស់នៅក្នុងប្រព័ន្ធ social media របស់បងប្អូនយើងទាំងអស់គ្នាអំពីការ count quantity ហើយជាមួយនឹងការ count ជាមួយនឹងប្រវែងខ្សែហើយថ្ងៃនេះខ្ញុំក៏មានកន្លឹះសម្រាប់ចែករំលែកដល់អ្នកទាំងអស់គ្នាឲ្យមានន័យថាឲ្យវាស៊ីជម្រៅជាងដែលអ្នកទាំងអស់គ្នាបានឃើញមានន័យថានៅក្នុង software AutoCAD គឺវាមាន comment សម្រាប់រាប់រួចហើយមានន័យថាគ្រាន់តែយើង select similar ទៅលើ object ដែលយើងចង់ count ហើយយើងវាយ comment b count វារាល់ object ដែលយើង select វានឹង load មកនៅខាងក្រោមនេះហើយនេះវាមានអីគេពូ recess មានចំនួនប៉ុន្មានគ្រាប់មាន switch 2ចំនួនប៉ុន្មានគ្រាប់មានប៉ុន្មានគ្រាប់ហ្នឹងវា note មកវា note ឲ្យយើងហ្នឹងដោយសារវាអាស្រ័យទៅលើការ object របស់យើងបើ object យើងមានឈ្មោះច្បាស់លាស់វាប្រកាសណាវានឹងទៅសេឈ្មោះរបស់ object ហ្នឹងឲ្យវាត្រូវអញ្ចឹងដោយសារវា count នេះគឺដោយសារ object របស់យើងមានឈ្មោះអញ្ចឹងអានេះគឺជាការ count របស់របស់ comment នៅក្នុង software AutoCAD ហ្នឹងហើយដែល like ហើយយើងមាន lib មួយ file lib មួយដើម្បីឲ្យវាមានន័យថាវាច្បាស់ជាងមុនមានន័យថាវាចេញរូបវាចេញ object ឲ្យយើងច្បាស់ជាងមុនមានន័យថាវាជាfile lib នៃក្នុងការ count នៃ object រាល់ object ទាំងអស់វានឹង count ឲ្យយើងអញ្ចឹងមានន័យថាយើងដើម្បី add file object នឹងចូលទៅក្នុង file AutoCAD បានយើងត្រូវតែវាយ command AP ដើម្បី upload យើងទៅយក file របស់យើងមកនេះខ្ញុំមានlib ជាច្រើនតែខ្ញុំចង់បង្ហាញចំនួនតែ2ឯងទី1គឺទៅលើ count គឺខ្ញុំ load ចូលហើយមួយទៀតគឺទៅលើប្រវែងគឺ total length នេះអញ្ចឹងខ្ញុំ load 2នឹងហើយមកហើយអញ្ចឹងដើម្បីរាប់ object ទាំងអស់យើងគ្រាន់តែ select similar ហើយយើងវាយ comment count ហើយយើងទៅដាក់ទីតាំងណាដែលយើងចង់នេះមកហើយយើង scale វាឲ្យធំមកហើយនេះគឺជា object ដែលយើងទទួលបានអំពីការ select នៅក្នុង layout របស់យើងនេះមានចំនួនអីគេនឹងមានចំនួនពូមានប៉ុន្មាន channel មាន switch one gain one way មានអីហ្នឹងវា count ទាំងអស់រាល់ object ដែលយើង select ទី1ហើយទី2នៅក្នុងការរាប់ប្រវែងខ្សែយើងគ្រាន់តែ select similar ទៅលើ object ទាំងអស់ហ្នឹងគឺវាមិនគ្រប់គ្រាន់ទេទៅលើប្រវែងខ្សែឥឡូវយើងឃើញ select similar ទាំងអស់ហ្នឹងគឺស្មើនឹងប្រវែងម៉ាន96ម៉ែត្រតើ96ម៉ែត្រហ្នឹងគឺជាប្រវែងខ្សែដែលយើងត្រូវការយកមកប្រើនៅក្នុង project របស់យើងទេគឺអត់ទេមានន័យថាវាមិនគ្រប់គ្រាន់ទេនៅក្នុងការ select នេះប៉ុណ្ណឹងហ្នឹងអញ្ចឹងយើងមាន method បើយើងជា MEP engineer យើងមាន method នៅក្នុងការ count quality សម្រាប់ប្រវែងខ្សែអញ្ចឹង method របស់យើងនៅក្នុងការ count ប្រវែងខ្សែតាក់ទងជាមួយនឹងប្រវែងខ្សែ lighting គឺ power socket power cable មានន័យថាខ្សែហ្នឹងជាខ្សែ3សរសៃមួយខ 1.5 mm grade CU PVC វាស្មើនឹង A បូកឲ្យ NB បូកដោយ NC អញ្ចឹងតើ A វាគឺជាអី A គឺជាប្រវែងខ្សែដែលយើងមើលឃើញនៅក្នុង layout plan របស់យើងហ្នឹងតាក់ទងជាមួយនឹង B វាគឺជាអីគេតាក់ទងជាមួយនឹង C វាគឺជាអីគេនេះអ្នកទាំងអស់គ្នា method count power cable អញ្ចឹងទី1យើងត្រូវដឹងថាពី slab រហូតដល់ទៅ slab ពី floor រហូតដល់ទៅ slab តើយើងមានប្រវែងប៉ុន្មានអញ្ចឹងខ្ញុំឧទាហរណ៍ថាប្រវែងរបស់យើងមាន4ម៉ែត្រយើងត្រូវដឹងថាតើពី floor យើងទៅ switch យើងមានប្រវែងប៉ុន្មាននេះប្រវែង 1.2 ម៉ែត្រយើងត្រូវដឹងថាតើពី floor រហូតដល់ ceiling យើងមានប្រវែងប៉ុន្មាននេះគឺ2ម៉ែត្រ8អញ្ចឹងនៅក្នុងការ drop រវាង slab មកដល់ទីតាំងអំពូលតើវា drop អស់ប៉ុន្មានមានន័យថាវា drop អស់1ម៉ែត្រ2 1ម៉ែត្រ2នេះវា drop អស់1ម៉ែត្រ2drop ពី
ពី slab រហូតដល់ switch តើវា drop អស់ប៉ុន្មាននេះវា drop អស់1 ម៉ែត្រ 5 មានន័យថា 1.56 ម៉ែត្រនេះអញ្ចឹងនេះ96នេះខ្ញុំបានមកពីណាខ្ញុំបានមកពីការ select នេះយើងវាយ comment DATD នេះ TADD វាចេញមកនេះ96ម៉ែត្រនេះខ្ញុំដាក់96ម៉ែត្រអូខេ34នេះបានមកពីណា34នៃចំនួនអំពូលនេះយើងបូកបញ្ចូលគ្នាមកអំពូលយើងមានប៉ុន្មានគ្រាប់នេះខ្ញុំបូកបញ្ចូលគ្នានេះឃើញចំនួន34អំពូលគ្រប់អំពូលទាំងអស់ 2.4 នេះខ្ញុំបានមកពីណាដោយសារបានពី 2.4 នេះដោយសារបានពី slab មកដល់អំពូលនេះពី1ម៉ែត្រ 2ប៉ុន្តែវាត្រូវបត់ទៅវិញអញ្ចឹងខ្ញុំយក 2.4 ម៉ែត្រនេះ 2.4 ម៉ែត្រ8នេះបានមកពីណា8នេះបានមកពីចំនួន switch ខ្ញុំបូកចូលគ្នានេះ switch មានចំនួនប៉ុន្មាននេះខ្ញុំបូកចូលគ្នាទៅវាឃើញចំនួនហ្នឹងគឺ8គុណឲ្យនៅក្នុងការ drop មានន័យថាមួយ switch វា drop អស់ 1.56 ចុះ8 switch វា drop អស់ប៉ុន្មាននេះដូចគ្នាដែរមួយអំពូលវា drop អស់ 2.4 ចុះ34អំពូលវា drop អស់ប៉ុន្មានអញ្ចឹងខ្ញុំ total ទៅវាស្មើនឹង 190.08 ម៉ែត្រនេះហើយនេះគឺជាការមេគុណ spare របស់ខ្ញុំទេមានន័យថាខ្ញុំ spare 10% អញ្ចឹងខ្ញុំយក196 90ម៉ែត្រចុច08ហ្នឹងខ្ញុំគុណឲ្យ 1.1 ស្មើនឹង 210ម៉ែត្រអញ្ចឹងមានន័យថានៅក្នុង layout plan របស់យើងមួយហ្នឹងគឺយើងត្រូវការចំនួនពូលចំនួនប៉ុណ្ណេះចំនួន switch ចំនួនពូលគឺចំនួនប៉ុណ្ណេះហើយនឹងចំនួនខ្សែភ្លើងគឺខ្ញុំត្រូវការចំនួនប្រវែង210ម៉ែត្រអរគុណជួបគ្នានៅវីដេអូក្រោយ